ខ្ញុំបាននិយាយពីប្រវត្តិទីក្រុង Chicago នេះទីក្រុង Chicago នេះការចាប់ផ្ដើមឡើងដោយសារមានភ្លើងឆេះនៅឆ្នាំ1870ហ្នឹងគឺការឆេះម្ដងទៅបន្ទាប់មកគេសង់ឡើងវិញហើយអ្នកដែលបង្កើតក្រុងអ្នករ៉ូស៊ីហ្នឹងគឺជនជាតិខ្មៅ Haiti កោះការគ្រប់គ្រងរបស់បារាំងណាហើយគាត់រៀបការជាមួយជនជាតិភាគតិចនៅទីក្រុងឬតំបន់ហ្នឹងបន្ទាប់មកទៅទីក្រុងនេះគឺខ្ញុំស្រាប់ហើយនេះ Trump Tower ខ្ញុំតែនឹងអង្គុយពីមុខ Trump Tower ហើយអាគារនៅខាងមុខមានមួយសង់ពីដើមនោះគឺឆ្នៃគេថាតុបតែងបុរាណណាហើយដល់អានេះបន្ទាប់មកទីវាធ្វើអត់មានបុរាណឆ្នៃពីការដូចសង់ពី1800នោះទេហើយរឿងចាប់ដើម1900នោះទេឃើញពណ៌សហើយនេះហូតែល Leham គឺកម្រិត4-5 star ដែរអញ្ចឹងថ្ងៃនេះគឺធាតុអាកាសមិនសូវត្រជាក់ទេឃើញហើយបងប្អូនដែលមើលផ្ទាល់ហើយគេដើរអ្នកខ្លះដើរដោះអាវហើយស្លៀកខ្លីហ្នឹងទៅប៉ុន្តែអ្នកខ្លះទៀតត្រូវតែស្លៀកនៅក្រាស់ដដែលព្រោះយើងមិនសូវញ៉ាំផ្អែមអញ្ចឹងយើងចាញ់ត្រជាក់ខ្ញុំក៏ត្រជាក់ជើងដែរនេះតែអាវខ្ញុំមានក្រាស់ហើយ3ជាន់នោះអញ្ចឹងបានថាសុខភាពតាមរដូវកាលកាលណារដូវយើងផ្លាស់ប្ដូរយើងញ៉ាំថែសុខភាពខុសគ្នាហើយនឹងឲ្យប្រវត្តិទីក្រុង Chicago នេះឥឡូវអាគារមានសង់ច្រើនដែរហើយទៀតហ្នឹងគឺមិនដឹងទេទំនាយទៅខាងមុខថាអាចទឹកលិចផុសមកពីខាងក្រោមពួកគេធ្វើទំនប់ហើយគេប្រមូលទឹកនឹងឲ្យហូរទៅរអាងខ្លាំងណាអត់ហូរទៅឲ្យអាងទឹកដែលគេបង្ហូរទៅហ្នឹងបន្ទាប់មកទៅគេទុកឲ្យវាល្អកកឲ្យnóថ្លាទៅហើយនឹងដីនឹងធ្លាក់ទៅក្រោមទៅបន្ទាប់មកក៏យកដីនឹងធ្វើជាជីធ្វើជាស្អីផ្សេងដែលប្រើប្រាស់អាហ្នឹងដោយសារទឹកនឹងហូរចេញពីលូតាមអាគារមួយមនុស្សប្រើហ្នឹងហើយខ្ញុំកំពុងតែសប្បាយនឹងផ្លាស់ប្ដូររដូវមកក្តៅមិនដឹងថាក្តៅបានចឹងរហូតទៅទេប៉ុន្តែកុំឲ្យទៅត្រជាក់វិញពីព្រមមិនទាន់សង្ឃឹមថាដល់ខែ spring ដល់ឡើយទេអត់ទាន់ទេអញ្ចឹងគឺតែមិនចង់ឲ្យត្រជាក់មានទឹកកកអីមក snow ធ្លាក់អីទេទឹកកកវាចាប់ដើមរលាយហើយដីនៅជាកកខ្លះដែរហ្នឹងហើយអញ្ចឹងនេះហើយការរីករាយរបស់មនុស្សយើងរងចាំកម្ដៅក្តៅដើម្បីចេញដើរមកកុំឲ្យនៅក្នុងផ្ទះ